ស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទដារត់ថ្ងៃនេះផងដែរខ្ញុំមកសម្រាយរឿងថ្មីមួយដែលមានឈ្មោះថា Donson Century គឺជារឿងប្រភេទលក្ខណៈលេងហ្គេមផ្សងព្រេងអីចឹងណាខ្ញុំចង់ដឹងថាគាត់នឹងលេងហ្គេមខ្លាំងដល់កម្រិតណាជាងចូលសាច់រឿងរបស់យើងទាំងអស់គ្នាហើយអ្នកណាគេដែលមិនទាន់ចុច Subscribe អីក៏អាចចុចឲ្យហើយបានដើម្បីទទួលវីដេអូថ្មីៗពីខ្ញុំទៀតតកុំឲ្យខាតពេលយូរចូលទៅសាច់រឿងរបស់យើងទាំងអស់គ្នាអូបើសិនមានសលេងពេលក្រោយញ៉ៃអីខ្ញុំសូមទោសទៅជាមុនផងផ្ដើមនៅសាច់រឿងយើងឃើញថាមានពន្លឺអ្វីមួយយ៉ាងបានផចេញមកពីក្នុងដីហើយនៅពេលនោះផងដែរពន្លឺមួយនោះក៏បានចេញជាខ្លោងទ្វារមួយដើម្បីឆ្លងកាត់ពីផែនដីមួយនោះទៅភពផែនដីរបស់យើងហើយគណៈពេលនោះផងដែរយើងក៏ឃើញថាបិសាចទាំងអស់ក៏បានចាក់ចេញមកដើម្បីទៅខ្លោងទ្វារមួយនោះដើម្បីចេញហើយនៅពេលនោះផងដែរយើងឃើញថាក៏មានកូនឆ្មាមួយយ៉ាងខ្ជូនមែនតែនបានកំពុងតែស្រែកហើយនៅពេលនោះផងដែរម្ចាស់របស់គេក៏បានហៅឆ្មានោះដើម្បីទៅលើស្មារបស់គេហើយគេក៏បាននិយាយទៅកាន់បិសាចទាំងអស់នោះថាយើងនឹងកម្ចាត់ពួកឯងទាំងអស់ហើយគេក៏បានបើក Blast Skill វីតាមុនរបស់គេដើម្បីទៅប្រយុទ្ធជាមួយនឹងបិសាចហើយមើលតាមវីតាមុនរបស់គេគឺថាគេនឹងក៏មិនមែនអនឡាញគឺថាគេនឹងពិតជាខ្លាំងមែនទែនគណៈពេលប្រើជាមួយនឹងដាវខ្វែងរបស់គាត់កាប់ទៅលើពួកនងឡោកព្រាតតែម្ដងយើងឃើញថាគាត់នឹងគឺពិតជាខ្លាំងមែនទែននិយាយទៅគឺមួយវាយទល់នឹង10000មិនមែនមួយវាយទល់នឹង10ឬក៏ទល់នឹង100នោះទេនេះគឺមួយវាយទល់10000ឬក៏មីលានតែម្ដងហើយនៅពេលនោះម្ដងតែបរិមម្នាក់នោះគឺថាគាត់មិនខ្លាចនោះទេគាត់បានប្រើវីតាមុនមួយយ៉ាងបានបញ្ចេញជាឈើឆ្កាជាច្រើនដើម្បីវិវហាទៅកាន់ពួកវាហើយគាត់ក៏បាននិយាយថានៅទីបំផុតយើងក៏បានកញ្ចប់ពួកឯងអស់ហើយយើងនៅតែបន្តកម្ចាត់ពួកឯងរហូតបើសិនពួកឯងនៅបន្តមានយើងនឹងជួយសង្គ្រោះផែនដីមួយនេះពីកំដាប់ដៃរបស់ពួកឯងស្អីរឿងណោះព្រោះថាខ្ញុំមិនមានភារកិច្ចដើម្បីតាមដានអ្នកនៅក្នុងនេះនោះទេបើចង់ដឹងត្រូវសួរអ្នកដែលចាប់ចៃនៅទីនេះចោលគឺខ្ញុំមិនដឹងនោះទេហើយយើងតែគឺជាអកុសលមែនតើគឺថាទូប្រុសរបស់យើងនឹងគឺមិនចេះហែទឹកនោះទេក៏ត្រូវបានលងទឹកបាត់ទៅហើយផ្សេងរឿងរបស់យើងក៏បានកាន់មកល្ងាចឡើងយើងឃើញថាមានម្នាក់ហើយគេនិយាយបតាហ្នឹងគឺមាននារីម្នាក់កំពុងតែអោបគេបតានិយាយទៅអបិនិសាវ៉ាអត់ចាញ់អ្នកមើលមួយចំនួនមែនហ្នឹងហើយនឹងអៀនមែនតើហើយគេក៏បខំជូននឹងឲ្យស្អាតទៀតទៅគឺថាគេនឹងពិតជាអៀនមែនតើគឺថាឆាប់អៀនដូច admin ចឹងនិយាយទៅគេសុភាពបរោះដូច admin មិនដូចអ្នកមើលមួយចំនួនទេមកយើងក៏បានកាន់មកក្មេងស្រីម្នាក់កំពុងតែងើបពីដេកដោយសារមានសលេងក្មេងប្រុសម្នាក់បានដាស់នាងហើយនៅពេលនោះផងដែរក្មេងប្រុសម្នាក់នោះក៏បានសួរទៅកាន់នាងថាតើនាងនឹងមានអ្វីឲ្យខ្ញុំជួយដែរឬអត់ហើយក្មេងប្រុសម្នាក់នោះមានឈ្មោះថា Soigen គឺជាតួឯកប្រុសរបស់យើងតែម្ដងហើយនៅពេលនោះផងដែរក្មេងស្រីម្នាក់នោះក៏បានគិតថាមើលទៅកាន់ទឹកមុខគេគឺគេនឹងព្រួយបារម្ភពីខ្ញុំមិនថា Radico របស់យើងនឹងហើយគឺថានិយាយទៅជួនហ្មងជួនតែស្អីរឿងរបស់យើងក៏បានកាត់មកនឹងគូស្នេហ៍មួយគូកំពុងតែផឹកស្រាបៀរគួយកូនអំពើពេកតែខាងប្រុសក៏បាននិយាយទៅកាន់ខាងស្រីថាតិចមានណាគេមើលឃើញយើងផឹកស្រាបៀរទៅព្រោះថានៅវ័យសិក្សាអញ្ចឹងគឺគេមិនឲ្យផឹកស្រាបៀរនោះទេតែនៅពេលនោះផងដែរខាងស្រីថាវាមិនអីនោះទេតែយើងមកកន្លែងនេះគ្មានអ្នកណារកយើងឃើញនោះទេនិយាយទៅនិយាយថាយើងមិនគួរធ្វើអីផ្ដេសផ្ដាសទេព្រោះថាយើងនឹងគឺនៅវ័យសិក្សានៅឡើយទេតែខាងស្រីក៏បាននិយាយថាគឺគ្មានណាគេមើលឃើញយើងនោះទេហើយនាងក៏បានរកអាដៃណែតែក៏មានមនុស្សម្នាក់បានចេញមកជាមួយនឹងឆ្មាមហើយយើងក៏ដឹងហើយថាម្នាក់នោះគឺជាតួឯកប្រុសរបស់យើងគឺថាគេនឹងចេញមកភ្នែកក្រហមជាមួយនឹងឆ្មារបស់គេធ្វើឲ្យអ្នកទាំងពីរនោះគឺភ័យខ្លាចមែនទែនក៏បាននាំគ្នានឹងរត់ផាកញ្ញាំទាំងអស់គ្នាបាត់ទៅតបយើងឃើញថាគាត់ក៏បានវាយជាមួយនឹងនាគមួយដែលមាន level ដល់99យើងឃើញថា99អីដែលបានមកជួយសង្គ្រោះ player នប់ដូចជាពួកយើងនិយាយទៅ player នប់នឹងដូចជាខ្ញុំឯជាដើមអីចឹងហ៎និយាយលេងហើយឈ្មោះនៅក្នុងហ្គេមរបស់តួប្រុសនោះមានដែរក៏មានសលេងនារីម្នាក់បានស្រែកឲ្យគេជួយហើយនារីម្នាក់នោះក៏បានរត់ពីអ្វីមួយយ៉ាងគឺជាផ្សិតមួយយ៉ាងដែលកំពុងតែវាបហាមកកាន់នាងទៅពេលនោះផងដែរតួប្រុសរបស់យើងក៏បានមើលទៅកាន់ផ្សិតមួយនោះគឺថាមានឡាអាព្រីនារីជួបស្មានហ្នឹងហើយតែឯងនឹងកំពុងតែលួចមើលកូនគេមែនទេអាចោលព្រីនារីហើយយើងឃើញថាតួប្រុសរបស់យើងហ្នឹងគឺអត់ដឹងខ្យល់អីទេត្រូវមកខ្លាចហ្នឹងគឺថាដេកស្អាតនឹងដីនឹងតែម្ដងហើយសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់ខ្ញុំពិតជាសុំទោសអ្នកទាំងអស់គ្នាមែនតើចំពោះសលេង background អញ្ញា2 ម៉ែត្រហ្នឹងព្រោះថាខ្ញុំ record នេះនៅម៉ោង4ល្ងាចអញ្ចឹងសលេងមន់សលេងអីហ្នឹងគឺថាវាហ្នឹងថ្ងៃងងឡើងពេញហ្នឹងហើយពីខ្ញុំដារ៉ាត់នឹងជួបគ្នានៅវីដេអូក្រោយបាយបាយ